ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជំពូកទី1បទបញ្ញត្តិទូទៅមាត្រា1ច្បាប់នេះមានគោលដៅកំណត់ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា2វិសាលភាពនៃច្បាប់នេះគ្របដណ្ដប់លើការបំពាក់ការកាន់កាប់ការយកតាមខ្លួនការប្រើប្រាស់ការទិញការលក់ការធ្វើពាណិជ្ជកម្មការឲ្យខ្ចីការផ្ទេរការចែកចាយការជួលការផលិតការកែច្នៃដំឡើងការជួសជុលការដឹកជញ្ជូនការនាំឆ្លងកាត់ការនាំចូលការនាំចេញការស្តុកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទមាត្រា3វិជ្ជសព្ទដូចចែងក្នុងច្បាប់នេះមាននិយមន័យដូចខាងក្រោមកអាវុធសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិតឬកែច្នៃដំឡើងដែលអាចប្រើប្រាស់សម្លាប់ឬធ្វើឲ្យរបួសឬធ្វើឲ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិខគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទសំដៅដល់ឧបករណ៍សម្ភារៈដែលគេផលិតឬកែច្នៃដំឡើងដែលអាចប្រើប្រាស់សម្លាប់ឬធ្វើឲ្យរបួសឬធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិកអាវុធគីមីអាវុធជីវសាស្ត្រគ្រប់ប្រភេទឬគ្រាប់ដទៃទៀតដែលផ្ទុកជាតិគីមីផ្ទុកជីវសាស្ត្រសំដៅដល់សារធាតុដែលគេផលិតឬកែច្នៃដំឡើងអាចបង្កគ្រោះថ្នាក់ដល់សុខភាពអាយុជីវិតឬទ្រព្យសម្បត្តិនិងបរិស្ថានខកងកម្លាំងឯកសណ្ឋានសំដៅដល់កងកម្លាំងនគរបាលជាតិនិងកងយុទ្ធពលខេមរភូមិន្ទងមន្ត្រីសំដៅដល់អ្នករាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈទាំងឡាយនិងមន្ត្រីតុលាការមន្ត្រីនៃស្ថាប័នកម្ពុជារបស់ជាតិចជនស៊ីវិលសំដៅដល់ជនទាំងឡាយដែលមិនស្ថិតនៅក្នុងកថាខណ្ឌខនិងងជំពូកទី2ការគ្រប់គ្រងការផ្គត់ផ្គង់ការដឹកជញ្ជូនអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវមាត្រា4ត្រូវហាមឃាត់ការបំពាក់ការកាន់កាប់ការយកតាមខ្លួនការប្រើប្រាស់ការទិញការលក់ការធ្វើពាណិជ្ជកម្មការឲ្យខ្ចីការផ្ទេរការចែកចាយការជួលការផលិតការកែច្នៃដំឡើងការជួសជុលការដឹកជញ្ជូនការនាំឆ្លងកាត់ការនាំចូលការនាំចេញការស្តុកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា5ត្រូវបានអនុញ្ញាតឲ្យជនស៊ីវិលប្រើប្រាស់កាំភ្លើងគ្រាប់បាញ់និងគ្រឿងផ្ទុះដែលមិនស្ថិតនៅក្នុងកថាខណ្ឌកខគនៃមាត្រា3ក្នុងច្បាប់នេះកាំភ្លើងនិងគ្រាប់បាញ់កំណត់សញ្ញាកាំភ្លើងនិងគ្រាប់បាញ់សម្រាប់សកម្មភាពកីឡាកាំភ្លើងដែលបាញ់មិនមានបញ្ជូនក្បាលគ្រាប់ឬគ្រាប់ប្រាយកាំភ្លើងបាញ់បញ្ជូនកាំជ្រួចលំអឬកាំភ្លើងទស្សនោគ្មានក្បាលគ្រាប់សម្រាប់សម្ដែងសិល្បៈគ្រឿងផ្ទុះសម្រាប់បម្រើសេវាកម្មសាធារណៈនិងវិស្វកម្មស៊ីវិលឬសម្រាប់ផ្ទុះលំអលក្ខខណ្ឌនិងនីតិវិធីសម្រាប់អនុវត្តមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃមាត្រា6ត្រូវបានអនុញ្ញាតឲ្យតែក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិមានក្លឹបនិងទីលានសម្រាប់ហាត់បាញ់ដើម្បីវឹកវើមាត្រា7ការបំពាក់ការកាន់កាប់ការយកតាមខ្លួនការប្រើប្រាស់ការទិញការលក់ការធ្វើពាណិជ្ជកម្មការឲ្យខ្ចីការផ្ទេរការចែកចាយការជួលការផលិតការកែច្នៃដំឡើងការជួសជុលការដឹកជញ្ជូនការនាំឆ្លងកាត់ការនាំចូលការនាំចេញការស្តុកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដល់កងកម្លាំងឯកសណ្ឋាននិងមន្ត្រីត្រូវស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់នេះមាត្រា8ជនបរទេសមិនត្រូវបានអនុញ្ញាតឲ្យកាន់កាប់ឬប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមសំណើសុំជាផ្លូវការរាជរដ្ឋាភិបាលអាចផ្ដល់ការលើកលែងចំពោះអង្គរៈបរទេសមានអង្គរៈរបស់ព្រះមហាក្សត្រឬព្រះមហាក្សត្រីយានីប្រធានាធិបតីប្រមុខរដ្ឋនាយករដ្ឋមន្ត្រីអិសរាជជនជាន់ខ្ពស់ដែលយាងឬអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាមាត្រា9ការចុះបញ្ជីគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃមាត្រា10ក្រសួងការពារជាតិទទួលខុសត្រូវលើការផ្គត់ផ្គង់ការត្រួតពិនិត្យការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងយុទ្ធពលខេមរភូមិន្ទក្រសួងមហាផ្ទៃទទួលខុសត្រូវលើការផ្គត់ផ្គង់ការត្រួតពិនិត្យការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងកម្លាំងនគរបាលជាតិស្ថាប័នសាធារណៈមន្ត្រីនិងជនស៊ីវិល
មាត្រា11ក្រសួងការពារជាតិមានសមត្ថកិច្ចចេញបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដល់កងយុទ្ធពលខេមរភូមិន្ទក្រសួងមហាផ្ទៃមានសមត្ថកិច្ចចេញបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដល់កងកម្លាំងនគរបាលជាតិស្ថាប័នសាធារណៈមន្ត្រីនិងជនស៊ីវិលបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវត្រូវមានបញ្ជាក់អំពីប្រភេទអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវនិងលក្ខខណ្ឌដែលត្រូវគោរពបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវរបស់អង្គភាពត្រូវបានបញ្ជាក់បន្ថែមអំពីកាតព្វកិច្ចតម្រូវឲ្យយកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវមករក្សាទុកក្នុងឃ្លាំងវិញនីតិវិធីនិងលក្ខខណ្ឌស្តីពីការសម្បានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទត្រូវកំណត់ដោយអនុក្រឹត្យមាត្រា12ក្រសួងការពារជាតិទទួលខុសត្រូវលើសុវត្ថិភាពនិងសន្តិសុខស្តុកទុកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងយុទ្ធពលខេមរភូមិន្ទក្រសួងមហាផ្ទៃទទួលខុសត្រូវលើសុវត្ថិភាពនិងសន្តិសុខស្តុកទុកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងកម្លាំងនគរបាលជាតិស្ថាប័នសាធារណៈមន្ត្រីនិងជនស៊ីវិលអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវទាំងអស់ត្រូវចុះបញ្ជីឲ្យអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទត្រូវតែស្តុកទុកនិងបញ្ចូលក្នុងឃ្លាំងដែលមានសុវត្ថិភាពមាត្រា13ដើម្បីធានាសុវត្ថិភាពសាធារណៈនិងដើម្បីបង្ការទប់ស្កាត់គ្រោះមហន្តរាយដល់អាយុជីវិតឬទ្រព្យសម្បត្តិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឬរដ្ឋមន្ត្រីក្រសួងការពារជាតិអាចបញ្ជាឲ្យជន្លៀសសាធារណជនចេញជាបណ្ដោះអាសន្នពីលំនៅដ្ឋានឬតំបន់ក្នុងករណីដឹងថាមានគ្រោះថ្នាក់កើតឡើងបែបបទនៃការអនុវត្តមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យមាត្រា14ការដឹកជញ្ជូនគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទក្នុងប្រទេសត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងការពារជាតិបើក្នុងគោលដៅការពារជាតិឬរបស់ក្រសួងមហាផ្ទៃបើក្នុងគោលដៅការពារសន្តិសុខផ្ទៃក្នុងប្រទេសការដឹកជញ្ជូនអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាមកពីក្រៅប្រទេសអាចធ្វើទៅបានលុះត្រាតែបានការយល់ព្រមពីរាជរដ្ឋាភិបាលតាមសំណើរបស់ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃមាត្រា15ករណីបាត់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដែលបាននឹងកំពុងកាន់កាប់ប្រើប្រាស់ហើយការបាត់នោះកើតឡើងនៅក្រៅអង្គភាពត្រូវរាយការណ៍មិនលើសពី24ម៉ោងក្រោយពេលដឹងថាបាត់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ឬប៉ុស្តិ៍កងរាជអាវុធហត្ថនៅទីកន្លែងដែលបាត់ហើយត្រូវមានសាក្សីដឹងឮម្នាក់ឬពីរនាក់ទៅជាមួយផងនៅពេលរាយការណ៍ក្នុងករណីគ្មានសាក្សីសមត្ថកិច្ចនៅកន្លែងកើតហេតុត្រូវចុះត្រួតពិនិត្យនិងធ្វើកំណត់ហេតុដល់ទីកន្លែងដែលបាត់ករណីបាត់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដែលស្តុកទុកក្នុងឃ្លាំងឬក្នុងអង្គភាពនាយឆ្មាំឬអ្នកទទួលខុសត្រូវថែរក្សាត្រូវរាយការណ៍ដល់មេបញ្ជាការឬប្រធានអង្គភាពមិនលើសពី24ម៉ោងក្រោយដឹងថាបាត់មេបញ្ជាការឬប្រធានអង្គភាពត្រូវចាត់វិធានការត្រួតពិនិត្យស្រាវជ្រាវជាបន្ទាន់របាយការណ៍ស្តីពីការបាត់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទខាងលើនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរដោយបញ្ជាក់លម្អិតទាក់ទងនឹងប្រភេទអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវលេខចុះបញ្ជីព្រមទាំងមូលហេតុនិងកាលៈទេសៈនៃការបាត់មាត្រា16ការបំផ្លាញអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទឬការលុបចេញពីបញ្ជីត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបើអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឬមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិបើអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងការពារជាតិមាត្រា17ក្នុងករណីចាំបាច់រាជរដ្ឋាភិបាលអាចបង្កើតគណៈកម្មការជាតិដើម្បីត្រួតពិនិត្យដឹកនាំឬកែតម្រង់ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជំពូកទី13ការនាំចូលការនាំចេញការជួសជុលការផលិតអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវមាត្រា18ការនាំចូលការនាំចេញការជួសជុលការផលិតអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃត្រូវបានអនុញ្ញាតឲ្យមានរោងជាងជួសជុលនិងទីតាំងសម្រាប់ធ្វើការសាកល្បងគុណភាពអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទការនាំចូលការនាំចេញការផលិតអាវុធគ្រឿងផ្ទុះគ្រាប់រំសេវគ្រប់ប្រភេទត្រូវស្របតាមគោលការណ៍និងវិធានទាំងឡាយរបស់អន្តរជាតិដែលពាក់ព័ន្ធជំពូកទី4ទោសបញ្ញត្តិមាត្រា19
ជនដែលប្រព្រឹត្តផ្ទុយនឹងមាត្រា15និងមាត្រា16នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី3ខែដល់1ឆ្នាំនិងត្រូវផ្តន្ទាទោសពីនៃជាប្រាក់ពី20,000,000រៀលដល់1លានរៀលដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតមាត្រា20ជនណាដែលបំពាក់តាមខ្លួនកាន់កាប់ប្រើប្រាស់លក់ទិញឲ្យខ្ចីផ្ទេរចែកចាយជួលកែច្នៃដំឡើងជួសជុលនៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែដល់2ឆ្នាំនិងត្រូវផ្តន្ទាទោសពីនៃជាប្រាក់ពី50,000,000រៀលដល់2លានរៀលដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតមាត្រា21ជនណាដែលធ្វេសប្រហែសឲ្យជនដទៃយកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដែលខ្លួនកាន់កាប់ទៅប្រើប្រាស់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំដល់2ឆ្នាំនិងត្រូវផ្តន្ទាទោសពីនៃជាប្រាក់ពី70,000,000រៀលដល់2លានរៀលមាត្រា22មន្ត្រីក្រសួងមានសមត្ថកិច្ចប្រគល់ឲ្យចេញបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទតែការផ្ដល់បានសម្គាល់សិទ្ធិប្រើប្រាស់នោះពុំបានត្រឹមត្រូវខុសសមត្ថកិច្ចរបស់ខ្លួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំដល់5ឆ្នាំនិងត្រូវផ្ដន្ទាទោសពីនៃជាប្រាក់3លានរៀលដល់6លានរៀលជនណាដែលពុំមែនជាសមត្ថកិច្ចហើយបានចេញបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទក្រោមរូបភាពណាមួយឬដោយមូលហេតុណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់8ឆ្នាំនិងត្រូវផ្តន្ទាទោសពីនៃជាប្រាក់ពី4លានរៀលដល់10លានរៀលជនណាដែលធ្វើបានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយក្លែងបន្លំឬប្រើប្រាស់បានសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយដឹងថាក្លែងបន្លំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំមាត្រា23ជនណាដែលផលិតធ្វើពាណិជ្ជកម្មនាំឆ្លងកាត់នាំចេញនាំចូលឬស្តុកនៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំមាត្រា24ជនណាដែលបានប្រព្រឹត្តផ្ទុយនឹងមាត្រា8និងមាត្រា14នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតជំពូកទី5អន្តរបញ្ញត្តិមាត្រា25ក្នុងរយៈពេល3ខែយ៉ាងយូរបន្ទាប់ពីច្បាប់នេះចូលជាធរមានជនណាដែលបានកាន់កាប់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតត្រូវយកអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទទាំងនោះមកប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ចជំពូកទី6អវសានបញ្ញត្តិមាត្រា26បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវចាត់ទុកជានិរាករមាត្រា27ច្បាប់នេះត្រូវប្រកាសជាប្រញាប់